តាមបងប្អូននឹងទេថាជារៀងរាល់ឆ្នាំមន្ទីរពេទ្យកុមារអង្គរបានទទួលពិនិត្យព្យាបាលនិងសង្គ្រោះជីវិតកុមារដែលមានទាំងជំងឺធ្ងន់និងជំងឺស្រាលចូលជាង 10,000 ករណីនៅក្នុងកំឡុងឆ្នាំ 2024 មានកុមារដែលកើតជំងឺមហារីកប្រមាណ 64 ករណីដែលពួកគាត់បានមកពីគ្រប់ទិសទីមកសង្គ្រោះជីវិតនៅក្នុងមន្ទីរពេទ្យកុមារអង្គរដែលវាពិតជាបន្ទុកមួយដ៏ធ្ងន់ធ្ងរសម្រាប់មន្ទីរពេទ្យកុមារអង្គរបានចំណាយថវិកាប្រមាណ$6 លានជារៀងរាល់ឆ្នាំដើម្បីធ្វើការសង្គ្រោះជីវិតនិងព្យាបាលកុមារក៏ដូចជាបន្តនៅដំណើរការរបស់មន្ទីរពេទ្យដូច្នេះរាល់ការទិញវត្ថុអនុស្សាវរីយ៍របស់បងប្អូនត្រឹមតែមួយប៉ុណ្ណោះពីមជ្ឈមណ្ឌលទស្សនកិច្ចរបស់មន្ទីរពេទ្យកុមារអង្គរក៏មានន័យថាបងប្អូនបានចូលរួមចំណែកជួយសង្គ្រោះអាយុជីវិតកុមារបានម្នាក់ដែរនិងរួមចំណែកឲ្យមន្ទីរពេទ្យអាចដំណើរការទៅបានតទៅមុខទៀតទិញប្រហុកមួយរួមចំណែកជួយដល់កុមារម្នាក់ទិញការទឹកមួយរួមចំណែកជួយកុមារម្នាក់ទិញតុក្កតាមួយរួមចំណែកជួយកុមារម្នាក់ទិញវត្ថុអនុស្សាវរីយ៍មួយរួមចំណែកជួយកុមារម្នាក់